ប្រិមិត្តបានស្គាល់រួចហើយនៅស្ត្រីម្នាក់ដែលបានអះអាងប្រាប់សមត្ថកិច្ចក៏ដូចជាអ្នកសារព័ត៌មានថារូបគាត់ត្រូវបានកង់3យកកំបិតភ្ជុងកប្លន់យកលុយគាត់ចំនួន$860កាលពីយប់មិញនេះឥឡូវនេះក្រោយពីកម្លាំងសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកលោកបានធ្វើការសួរនាំនិងធ្វើការស្រាវជ្រាវទៅគឺឃើញថាករណីដែលជាការលើកឡើងរបស់ស្ត្រីខាងលើនេះគឺជាការកុហកបោកប្រាស់និងជារឿងប្រឌិតសុទ្ធសាធតែម្ដងហួសចិត្តនារីវ័យ62ឆ្នាំប្រឌិតរឿងថាកង់3ភ្ជុងប្លន់លុយ$860តាមពិតជ្រូកបាត់ខ្លួនឯងសោះភ្នំពេញករណីហួសចិត្តមួយបានកើតឡើងបន្ទាប់ពីនារីម្នាក់បានស្រែកយំប្រាប់អ្នកកាសែតនិងរាយការណ៍ប្រាប់សមត្ថកិច្ចថាខ្លួនត្រូវអ្នករត់កង់3យកកំបិតភ្ជុងកប្លន់លុយអស់$860កាលពីយប់ថ្មីនេះប៉ុន្តែក្រោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកចុះស្រាវជ្រាវការពិតត្រូវបានលាតត្រដាងថានេះគ្រាន់តែជារឿងប្រឌិតបោកប្រាក់ទាំងស្រុងឆ្លើយតបនឹងការសាកសួរផ្ទាល់យុវតីឈ្មោះច័ន្ទស្រីណេតអាយុ22ឆ្នាំបានសារភាពទាំងអួរដើមថាប្រាក់$860នោះគឺនាងធ្វេសប្រហែសជ្រូកបាត់ដោយខ្លួនឯងគ្មានកង់3ណាភ្ជុងប្លន់ឡើយមូលហេតុដែលនាងហ៊ានប្រឌិតរឿងដ៏ធំនេះឡើងព្រោះតែការភ័យខ្លាចស្ដាយលុយពេកនិងគ្មានសោហ៊ុយធឿដំណើរត្រឡប់ទៅស្រុកវិញទើបប្រឌិតរឿងយំសុំក្តីអាណិតដើម្បីសង្ឃឹមថាមហាជនជួយបរិច្ចាគលុយកាក់កំដរដៃក្រោយដឹងកំហុសដែលទង្វើរបស់ខ្លួនធ្វើឲ្យប៉ះពាល់និងមហាជនយល់ច្រឡំជេរប្រមាថដល់អ្នកកាសែតនិងសមត្ថកិច្ចយុវតីរូបនេះបានលើកដៃសំពាក់សុំទោសជាសាធារណៈនាងបានសន្យាថានឹងកែប្រែខ្លួននិងបញ្ឈប់ការបង្កើតព័ត៌មានคล้ายៗដើម្បីបោកប្រាស់យកជំនួយពីសង្គមបែបនេះទៀតហើយ